ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាយកដ្ឋានព័ត៌មានសេចក្តីប្រកាសព័ត៌មានអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុននឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំងអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំងចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15ខែមិនិនាឆ្នាំ2025ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីសឯកឧបនាយករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចនៅអង្គការអន្តរជាតិ Francophonie តបតាមការអញ្ជើញរបស់លោកជំទាវ Louis Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិ Francophonie ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ2026នៅប្រទេសកម្ពុជាឯកឧបប្រាក់សុខុនក៏គ្រោងនឹងមានជំនួបជាមួយលោកស្រី Audrey Azoulay អគ្គនាយកនៃអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការ UNESCO និងកម្ពុជាលើការអភិរក្សបេតិកភណ្ឌវប្បធម៌ថ្ងៃអង្គារ13កើតខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី11ខែមីនាឆ្នាំ2025